Hello អ្នកនរគ្នា welcome back ខ្ញុំសេនិតនឹងថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់ពីពិធីចងសក់ទានបែបងាយងាយ4ម៉ូដហ្នឹងណាអូខេឥឡូវចូលដល់ម៉ូដទី1របស់យើងហ្នឹងហើយសម្រាប់ម៉ូដទី1នេះដែរខ្ញុំធ្វើការចាប់សក់និយាយទៅចាប់សក់មកជាហៀងបន្តិចចឹងណានិយាយទៅយើងចាប់មកល្មមមិនបាច់ចាប់ច្រើនពេកហើយក៏ពេកដែរតោះមកគឺខ្ញុំយកទៅចងនៅខាងក្រោយហ្នឹងមើលតាមវីដេអូនេះទៅអូខេបន្ទាប់ពីខ្ញុំចងហើយខ្ញុំក៏ធ្វើការទាញកូនសក់នៅចំហៀងហ្នឹងតម្លាក់ចុះមកចឹងហ្នឹងហើយទាញកូនសក់ហ្នឹងអ្នកនរគ្នាមកទាញច្រើនដូចខ្ញុំក៏បានដែរដោយសារវីដេអូនេះខ្ញុំទាញទៅរៀងជ្រុលហើយរៀងបញ្ញាប់តោះមកបើយើងមានបូយើងយកបូយកមកគៀបកន្លែងហ្នឹងទៅហើយឥឡូវហើយនេះគឺជាម៉ូដសក់ទី1របស់យើងនិយាយទៅវាថាសស្លាបែបសុភាពអីចឹងណាអ្នកចូលចិត្តរបៀបថាបែបសុភាពហ្នឹងហើយម៉ូដសក់សុភាពឥឡូវចូលដល់ម៉ូដទី2របស់យើងហ្នឹងហើយសម្រាប់ម៉ូដទី2នេះគឺយើងធ្វើការចាប់សក់ឡើងទាំងអស់ណាយើងលើកសក់ឡើងនិយាយទៅម៉ូដសក់នីមួយៗអ្នកនរគ្នាចង់ប្រើខាសាត់ក៏បានឬក៏មិនបាច់ក៏បានដែរសម្រាប់ខ្ញុំអត់ទេកុំឲ្យលៀបថាខុសពីសក់ហៀបទេចឹងតោះមកយើងធ្វើការយកកស៊ូយកមកចងកន្លែងហ្នឹងមកនិយាយទៅម៉ូដសក់នេះខ្ញុំចូលចិត្តសាហាវហ្មងតែរៀនភាគច្រើនខ្ញុំចូលចិត្តប្រើម៉ូដសក់នេះច្រើនជាងគេតោះមកយើងធ្វើការទាញកូនសក់តម្លាក់ចុះមកទៀតមកបន្ទាប់ពីទាញកូនសក់ខាងលើនឹងហើយខ្ញុំធ្វើការទាញកូនសក់នៅកន្លែងគុំតិចខាងក្រោមទាញចុះមកហើយខ្ញុំធ្វើការលមូវាឲ្យវារៀងមូលនិយាយទៅកុំឲ្យវាញញៃអីចឹងអូខេបន្ទាប់មកខ្ញុំធ្វើការយកតាគៀបយកទៅដាក់គៀបនៅកន្លែងហ្នឹងនិយាយទៅអ្នកនរគ្នាអាចយកបូក៏បានតាគៀបរបៀបថាខ្សែបូអីយកគៀបកន្លែងហ្នឹងក៏បានដែរហ្នឹងហើយអ្នកនរគ្នានេះគឺជាម៉ូដសក់ទី2របស់ខ្ញុំណានិយាយទៅម៉ូដនេះគឺងាយហ្មងវាថាយើងបាច់ទៅចាំប្រើការចងសក់យូរអីនិយាយទៅគឺយើងគ្រាន់តែចងនិយាយទៅចងមួយឆាច់ទៅហើយហ្មងសំខាន់វាងាយស្រួលហើយវាលឿនទៀតណាគេក៏ចេះដែរអូខេឥឡូវចូលដល់ម៉ូដសក់ទី3របស់យើងម៉ូដសក់ទី3ហ្នឹងគឺយើងធ្វើការក្រងតពីកន្លែងដែលយើងចងមិញហ្នឹងហ្នឹងហើយអ្នកនរគ្នានិយាយទៅម៉ូដសក់នេះគឺយើងធ្វើការក្រងតពីម៉ូដសក់មុនហ្នឹងណាមុនដំបូងគឺយើងត្រូវចែកសក់យើងជា3សិនបន្ទាប់មកយើងធ្វើការក្រងវាចុះមកដល់ក្រោមមកហ្នឹងហើយអ្នកនរគ្នាមើលតាមវីដេអូហ្នឹងទៅតើពីយើងក្រងហើយគឺយើងធ្វើការយកកស៊ូយកមកចងទីកន្លែងហ្នឹងទៅគឺហើយនិយាយទៅម៉ូដសក់ទី3របស់យើងនេះគឺហើយណាអ្នកនរគ្នាហើយក៏វាស្រួលដែរនិយាយទៅម៉ូដសក់ស្រួលទាំងអស់ហ្មងយើងធ្វើដល់2-3នាទីនិយាយទៅព្រោះយើងប្រញាប់ទៅរៀនអីធ្វើលឿនអញ្ចឹងហើយអ្នកនរគ្នាចង់ថែមជីបូឬកស៊ូអីក៏បានដែរនិយាយទៅបន្ថែមវាអីស្អាតជាងមុនអីចឹងណានេះឥឡូវយើងនៅសល់ម៉ូដសក់ចុងក្រោយរបស់យើងគឺម៉ូដសក់ទី4ហ្នឹងហើយសម្រាប់ម៉ូដសក់ទី4នេះដែរមុនដំបូងគឺយើងធ្វើការជោគសក់យើងឡើងអស់ចឹងណានិយាយទៅធ្វើការយកដៃយើងជោគវាមកនិយាយទៅម៉ូដនេះក៏មិនបាច់ប្រើខាសទៅសក់ក៏បានដែរអ្នកនរគ្នាបន្ទាប់ពីជោគហើយយើងធ្វើការមូលសក់យើងណាយើងលមូវាឲ្យមូលដុំចឹងណាអ្នកនរគ្នាតោះមកយើងធ្វើការយកកស៊ូយកមកចងមកបន្ទាប់ពីយកកស៊ូចងហើយយើងធ្វើការហែកសក់យើងឲ្យវារៀងស្មើអីចឹងណាហើយបន្ទាប់មកយើងក៏យកកស៊ូយកមកចងមកតង់ទៀតដើម្បីវាជាប់ចឹងកុំឲ្យវារបូតបន្ទាប់ពីចងហើយយើងធ្វើការតម្លាក់កូនសក់របស់យើងនិយាយទៅកូនសក់ខ្ញុំហ្នឹងខ្ញុំលមូវាមូចឹងមកនិយាយទៅកុំឲ្យវាញញៃខ្លាំងអីចឹងអូខេឥឡូវសម្រាប់ម៉ូដសក់ទី4របស់យើងនេះគឺហើយនិយាយទៅគឺម៉ូដនេះក៏វាអត់អញញ៉ៃខ្លាំងដែរហើយសំខាន់យើងធ្វើលឿនទៀតហ្នឹងហើយបើអ្នកនរគ្នាចង់លេង style ណាគ្នាធ្វើការយកបូឬក៏តាគៀបអីហ្នឹង
យកមកគៀបនៅខាងលើនឹងបាននិយាយទៅបន្ថែមភាពស្រស់ស្អាតរបស់យើងអីចឹងណាជាចុងក្រោយសូមអរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូដល់ចប់បាយបាយ